បាទជំរាបសួរបងទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំមានវីដេអូមួយចែករំលែកអំពីការចំណេះដឹងតិចតួចបាទមានបងប្រុសម្នាក់ក៏បានខមមិនសួរខ្ញុំបាទតើធ្វើម៉េចឲ្យកង់3យើងប្រើប្រាស់បានយូរបាទឲ្យធន់រឹងមាំអញ្ចឹងទៅណាបងបាទក្នុងការប្រើប្រាស់បានយូរបងត្រូវសាដូរប្រេងម៉ាស៊ីនឲ្យបានត្រឹមត្រូវបាទតែក្រុមហ៊ុនគេបានកំណត់ឲ្យយើងបាទមិនថាកង់3ចាស់ឬកង់3ថ្មីទេបងអាចប្រើប្រាស់បាទប្រេងម៉ាស៊ីនឲ្យបានត្រឹមត្រូវតាមស្តង់ដារក្រុមហ៊ុនរបស់គេបាទទី2បងអាចមើលទៅដោយតម្រងប្រេងបាទទី3បងអាចទៅមើលទៅដោយសបុកអ៊ែបាទខ្សែឆាប់ផ្លុំទៅបងបាទសំខាន់ណាសបុកអ៊ែតម្រងប្រេងនេះបើសបុកអ៊ែនេះជាខ្យល់ដង្ហើមមួយដែរបាទក្នុងការជំនួយទៅដល់ម៉ាស៊ីនបាទពេលណាដែលតម្រងអ៊ែយើងរបស់យើងអ៊ែរបស់យើងមានដូចជាដីមានដូចជាធូលីច្រើននេះវាធ្វើឲ្យប៉ះពាល់ទៅដល់ម៉ាស៊ីនរបស់យើងស្ទុះឬក៏ស៊ីហ្គាសទីសាំងច្រើនបាទទី2បងប្អូនខូចតិចតួចបងប្អូនអាចយកទៅជាងដើម្បីឲ្យជាងឆែកឲ្យបានត្រឹមត្រូវបាទពេលណាបងប្អូនជិះច្រើនបាទលន់ច្រើនហ្នឹងបងអាចយកទៅជាងទេបងប្អូនជិះរហូតជិះយូរតរខូចច្រើនបាទពេលណាដែលផ្លាស់គ្រឿងច្រើនទៅគឺអស់លុយច្រើនតាមហ្នឹងណាបងបាទចំណេះដឹងខ្ញុំមានតិចតួចទេបាទបងប្អូនខុសត្រូវឯណាបងប្អូនអាចអធិស្ឋានតាមនឹងបានបាទទីមួយទៀតបងអាចត្រូវការកង់3មួយទឹកថ្មីបងអាចចូលទៅដល់ channel YouTube ខ្ញុំបានបាទខ្ញុំមានលុបកង់3ច្រើនមិនថាមួយទឹកថ្មីទេបាទមានច្រើនមែនតើបាទអរគុណបងដែលសម្រាប់ការតាមដានវីដេអូរបស់ខ្ញុំបាទចែកម្លែកតិចតួចបាទបងអាចជួយចុច Subscribe ផងដើម្បីបានវីដេអូថ្មីក្នុងការចែកម្លែកទៅកាន់បងប្អូនបាទអរគុណច្រើនសូមអរគុណសូមគោរពលា